lụa một lần cái hên để lụa nó ngay là cái câu nó nhiều đạn trong được sạch hai tập thanh này ọt á tôi dừng ná cứ cốn thử từ tam luôn chứ mà đái thua cả rồng chả ទីរកតូចកើតបានតែប៉ុន្មានខែត្រូវធ្វើដំណើរកាត់ថ្ងៃកាត់ខ្យល់ជាមួយឪពុកជារៀងរាល់ថ្ងៃកត្តាជីវភាពបានគម្រាមកំហែងជីវិតបរិះអ្នកបើកកង់3ម្នាក់ត្រូវបង្ខំចិត្តវិចកូនតាមខ្លួនដោយដាក់នៅក្នុងរនាំងខាងក្រោយតាំងពីកូនស្រីមានវ័យ5ខែរហូតដល់3ឆ្នាំ លួចមើលតាមកញ្ចក់រហូតខ្លាចគាត់ស្រាយឬមួយខ្លាចគាត់ចុះធ្លាក់អីចឹងទៅធ្លាប់ធ្លាក់2ដងគាត់លពឹសពេកគាត់ដកកលឹះធ្លាក់អាហ្នឹងគាត់ធ្លាក់ហ្នឹងគឺអត់មានឡានម៉ូតូទេគាត់មានឡានម៉ូតូគឺយ៉ាងណាទៅតក់ស្លុតទៅតក់ស្លុតឃើញគាត់អត់កូនខ្លោចចិត្តប៉ុន្តែដូចគឺអត់មានជំរឿសហ្មងថាវាពិបាកនឹងមើលដូចថាយើងដូចថាអាណិតក៏អាណិតមើលទៅវាដូចថាមិនត្រូវយកកូនទៅធ្វើអញ្ចឹងប៉ុន្តែដល់ពេលគាត់ទាល់ត្រូវតែយកទៅតាម មកពីស្រុកមេសាំងខេត្តព្រៃវែងលោកមុនមេតបានចាប់របរជាអ្នកបើករ៉ឺម៉កកង់3ជាង5ឆ្នាំបន្ទាប់ពីខាត់បង់ទៅលើមុខរបររស់ស៊ីជាច្រើនលើកច្រើនសារនិងបរាជ័យទៅលើការងារផ្សេងទៀតជាប់ទាំងបំណុលផងនិងបង់រំលោះរ៉ឺម៉កកង់3ផងនៅក្នុងសកម្មភាពរត់រ៉ឺម៉កកង់3របស់លោកត្រូវបានគេថតយកមកបង្ហោះនៅតាមបណ្ដាញសង្គមជាញឹកញយបង្ហាញអំពីទំនួលខុសត្រូវក្នុងនាមជាឪពុក គាត់ពីសុខភាពកូនអាណិតកូននៅត្រង់ថាដាក់គាត់នៅក្រោយហ្នឹង គាត់យំទៅលើគាត់ទៅចុកដោះគោចុកអីគាត់ទៅហើយមានអារម្មណ៍មួយប៉ះពាល់ដល់ភ្ញៀវហើយអញ្ចឹងដល់ក្រោយមកគោខ្ញុំមិនដឹងធ្វើម៉េចក៏ដាក់មានអក្សរមួយនៅខាងក្រោយដាក់អក្សរសូមអធិស្ឋានដល់ភ្ញៀវហើយសូមអនុគ្រោះដល់គាត់ហើយគាត់ឡើងទៅអញ្ចឹងមានបរទេសអីទៅគាត់ឃើញយើងដាក់អក្សរទៅក៏គាត់អត់ហូបអីដែរតែមកគាត់ឡើងសឹកអីដែរបងការត្បូងជូកខ្លាំងអ្នកខ្លះគេថាយើងដាក់កូនអញ្ចឹងដឹង ដូចជាសត្វដូចជាពលរដ្ឋអត់មានទំនួលខុសត្រូវទេអីអត់មានពុកម្ដាយទេអីព្រោះតែអត់ហ្នឹងហើយបានដាក់កូនអញ្ចឹងពុកម្ដាយខាងខ្ញុំមានប៉ុន្តែចាស់អស់ហើយប៉ុន្តែពុកម្ដាយខាងប្រពន្ធខ្ញុំគ្មានទេគាត់កំព្រាហើយប្រពន្ធខ្ញុំបងគេចិញ្ចឹមប្អូនឡើង5នាក់អស់ប្រាត្បូងមក កូននៅពីក្រោយបំណុលនៅពីមុខក្នុងនាមជាឪពុកលោកត្រូវតែអោបក្រសពឲ្យបានទាំងពីរព្រោះថាប្រសិនបើមិនធ្វើបែបនេះមុខតែគ្មានប្រាក់ដោះបំណុលនិងដោះស្រាយជីវភាពប្រចាំថ្ងៃលោកមានកូនដល់តែ3នាក់ប៉ុន្តែងាកទៅកូនប្រុស2នាក់នៅពេលឃើញគ្រួសារលំបាកពួកគេបានសុំជីវិតឯករាជ្យទៅរស់នៅខាងក្រៅងាកទៅប្រពន្ធត្រូវក្រោកទៅធ្វើការងាររោងចក្រតាំងពីម៉ោង 5 ព្រឹកម៉ោង 8 ជាងយប់ទើបមកដល់ផ្ទះទទួលកូនពីស្វាមី ថ្ងៃខ្លះទៅក៏ 60000 អញ្ចឹងទៅ70000អញ្ចឹងទៅ 50000 អញ្ចឹងទៅកាត់អេបកាត់អីហើយជូនទៅសល់ 30000 បាទ 30000 ហ្នឹងយើងគិតសល់ពីអេបសិនណាដល់មកយើងយកមកដោះស្រាយទិញហូបទិញអីមកគឺនិយាយរួមទៅអត់មានសល់ហ្មងមួយថ្ងៃចាយមួយថ្ងៃនិយាយរួមទៅលំបាកខ្លាំងគឺរយៈពេលប្រហែលឆ្នាំគឺលំបាកខ្លាំងតាំងពីអេបចុះថោកមក យ៉ាងណាការលំបាកមិនមែនជាទីអស់សង្ឃឹមរបស់លោកនោះទេតែជាហេតុផលធ្វើឲ្យលោកតស៊ូបន្តកូនយំត្រូវការទៅដោះគោលោកត្រូវការអាហាររបររកស៊ីក៏ត្រូវការការបង់សេវាឲ្យក្រុមហ៊ុននិងបញ្ចុះហ្គាសដូច្នេះមួយថ្ងៃគ្រួសាររបស់លោកសឹងតែមិនបានជួបមុខជជែកឬហូបអាហារជុំគ្នារស់នៅសង្កាត់ស្ទឹងមានជ័យលោកឪពុករូបនេះត្រូវរត់រមាក់កង់3តាំងពីពេលថ្ងៃរហូតដល់ម៉ោង 5 ភ្លឺទើបអាចត្រឡប់មកសម្រាកវិញខណៈពេលវេលានេះគឺជាពេលដែលប្រពន្ធចេញទៅធ្វើការនៅតំបន់សេដ្ឋកិច្ចកំបូរ ហ្នឹងអាណិតជាងគេកូនយើងដាក់ត្រង់ដូចសัตว์ទី2គឺប្រពន្ធហ្នឹងគាត់ធ្វើឆ្ងាយពីយើងនៅនេះចំណាយអត់គ្រប់គ្រាន់ទេទៅឆ្ងាយទៅគាត់បានថែមម៉ោងថែមអីចឹងទៅបានលុយរាំងគ្រាន់តិចទៅមកយកមកដោះស្រាយទៅគ្រប់ ក្នុងទឹកមុខស្លេកងងុយដេកសម្រាប់បរិះអ្នករត់រមាក់កង់3រូបនេះជីវិតមិនងាយស្រួលនោះទេប៉ុន្តែលោកជ្រើសយកការមិនបោះបង់ និយាយរួមទៅរយៈពេលតាំងពីមានអូននឹងមកគឺខ្ញុំរត់ទៅដល់ទ្វេដងដោយសារកូនគាត់អត់ញ៉ាំបាយគាត់អត់ញ៉ាំបាយទេគាត់ញ៉ាំតែដោះគោអញ្ចឹងហើយមានការបារម្ភពីគាត់បាយគាត់ឈឺស្កាត់អីចឹងទៅដោយសារគាត់នឹងឲ្យខ្វះហៅអញ្ចឹងចេះតែរកទៅរកទិញដោះគោដើម្បីកុំឲ្យខ្វះ ជាយាមបានណាដូចថាគាត់ធ្វើបានណាមើលទាំងកូនផងរស់ស៊ីដើម្បីចិញ្ចឹមគ្រួសារគាត់មួយទាំងមូលពុកដឹងស្រាប់ឲ្យគាត់ជពាក់គេច្រើនចំណាយលើកូនទៀតហ្នឹងហើយលើកូនតូចហ្នឹងខោទាំងនោមផងដោះគោផង
ចឹងតាំងពីកើតមកកូននឹងអត់មានដែរបើទៅដោះគោម្សៅដូចគេទេប្រើទៅដោះគោអង្គមៀលកញ្ចប់កំប៉ុងដាក់កំប៉ុងឲ្យកូននឹងតាមលម្អហ្នឹង តាំងពីចាប់ដៃគ្នារកស៊ីជាប្តីប្រពន្ធជាង20ឆ្នាំមកនេះមានទាំងការរកស៊ីលក់ដូរនៅស្រុករើសអេតចាយលក់អេតចាយប៉ុន្តែនៅតែមួយថ្ងៃកាត់មួយថ្ងៃកោដូចគ្នាដូច្នេះលោកឪពុកក៏បានចាក់ចេញពីស្រុកកំណើតមករស់នៅភ្នំពេញដោយចាប់ផ្ដើមការងារដំបូងជាជាងសំណង់ដោយសារជួបបញ្ហាមួយចំនួនគ្រួសាររបស់លោកក៏បន្តការងារចាស់វិញនោះគឺការលក់បន្លែសាច់នៅតាមម៉ូតូថានៅស្រែលក់ដូរមិនដាច់នៅទីក្រុងប៉ុន្តែបែរជាមិនបានលុយកប់ដាំទៅវិញក្រោយពីអ្នកសំណងជំពាក់ច្រើនឡើងបបផ្សំទៅនឹងការមាក់ងាយឬដងផ្លែផ្កាថាមានការរំខានពីមជ្ឈដ្ឋានជុំវិញខ្លួនជារឿយៗត្រូវបានបង្ខំចិត្តឈប់របរនេះជាថ្មីបរាជ័យក្នុងមុខរបរម្ដងជាពីរដងលោកនិងភរិយាពិតជាស្មុគស្មាញប៉ុន្តែមិនត្រឹមត្រូវនោះទេលោកបានកែច្នៃរមាក់កង់3ខ្មែរដឹកភ្ញៀវដើម្បីរកលុយបន្តដល់ការជួលរមាក់កង់3ឥណ្ឌាដែលគេនិយមជិះនិងចុងក្រោយដោយសារតែមានវត្តមានកូនតូចលោកក៏បានសម្រេចចិត្តបង់រមាក់កង់3នោះមកដល់សពថ្ងៃដើម្បីរកស៊ីដែលជាហេតុនាំឲ្យមានបំណុលធនាគារបន្ថែមទៀត និយាយរួមទៅក្រៅបង់ធនាគារលំបាកគឺយើងរកសូវបានគឺយើងហូបមិនសូវគ្រប់គ្រាន់ដូចគេមួយថ្ងៃជួនទៅ20000ជួនទៅក៏15000ទៅតាមដែលយើងថាលទ្ធភាពដែលយើងទៅរួចអត់ មួយខែចំណាយជាង$700ចំណូលតិចតែចំណាយច្រើនផ្លូវបន្ទាប់ពីការផ្គត់ផ្គង់ក្នុងជីវភាពរស់នៅមានបញ្ហាប្រឈមមួយទៀតនោះគឺការទម្លាក់តម្លៃអេបដែលបង្កជាបញ្ហាចោទធ្វើឲ្យអ្នកចាប់របរនេះមានប្រាក់ចំណូលទាបទៅលោកស្នើដល់ខាងក្រុមហ៊ុនរមាក់កង់3ទាំងអស់ជួយកិត្តគូសម្រួលតម្លៃឲ្យដូចពីមុនវិញ តាមតំណពោរបស់ខ្ញុំគឺធំមួយយ៉ាងគឺដល់ក្រុមហ៊ុនអេបធ្វើម៉េចអាណត្តិទៅដល់ពួកអ្នករត់កង់3អស់គ្នាផងមិនថាខ្ញុំថាគេទេរាល់ថ្ងៃហ្នឹងគឺសឹកដាច់បាយអស់ហើយចាក់ហ្គាសដាក់អេបគឺអត់មានសល់តែម្ដងគឺអស់ហ្គាសឡើងថ្លៃតែអេបចុះថោកបាទអញ្ចឹងគឺមានការសំណពោដល់ក្រុមហ៊ុនហ្នឹងហើយជួយមើលកន្លែងហ្នឹងផងដល់ពួកខ្ញុំជាអ្នករត់កង់3ទាំងអស់គ្នាគឺមានផលលំបាកខ្លាំងណាស់ ងាកមកកូនស្រីរបស់លោកនាងតូចបានផ្សងដំណើរផ្សងព្រេងតាមដងផ្លូវទៅរករួចជាមួយឪពុកតាំងតែពីនៅជាទារកមិនសូវបង្កការលំបាកដល់ឪពុកក្នុងការរកលុយនោះទេពេលនេះនាងមានអាយុ3ឆ្នាំចេះនិយាយស្ដីសម្ដីចំណាប់ចំនួនមានក្រមសីលធម៌ល្អក្រោមការអប់រំរបស់លោកឪពុកដែលមានកម្រិតសិក្សាត្រឹមតែថ្នាក់ទី3ដែលជាហេតុធ្វើឲ្យលោកឪពុកមានកម្លាំងចិត្តនិងស្រឡាញ់ពេញក្រអៅបេះដូង គាត់ទាហ្មងគាត់ចង់រៀនណាចង់រៀនមែនតើប៉ាប៉ាគាត់ចង់ចូលរៀនគាត់ចង់មានមិត្តភ័ក្តិអនឡាញឃើញគាត់និយាយមិញណាមកថាគាត់ចង់មានមិត្តភ័ក្តិគាត់មានមិត្តភ័ក្តិហើយណាមួយឃើញគាត់ពងវ័យឆ្លាតចឹងទៀតយើងមានអារម្មណ៍មួយថាចង់ឲ្យគាត់បានចាប់ពីក្មេងទៅមកខ្លាយគេហ្នឹងមកកន្លែងហ្នឹងមួយខ្ញុំចង់សំណពរទៅដល់ពូបងណាដែលគាត់មានកន្លែងដូចថាពិសេសគឺខាង និយាយរួមទៅអង្គការណាក៏បានដែរហ្នឹងហើយឲ្យតែកូនបានចូលសាលាគឺខ្ញុំសប្បាយចិត្តហើយបើថាឲ្យខ្ញុំដាក់គាត់នៅសាលាឯកជនគឺអត់មានលទ្ធភាពទេរងហ្នឹង នៅពីក្រោយការលំបាកមានបេះដូងលោកឪពុកម្នាក់ដែលខិតខំគ្រប់បែបយ៉ាងមិនមែនតែជីវភាពឬបំណុលនោះទេតែខំប្រឹងដើម្បីឲ្យកូនជៀសវាងផុតកុំឲ្យរងទុក្ខដូចជារូបលោកនាងតូចចង់មានមិត្តភ័ក្តិចង់ទៅរៀនជាមួយក្មេងៗដទៃទៀតនាងបានទាមទារឪពុកchoរៀនប៉ុន្តែនាងមានអាយុត្រឹមតែ3ឆ្នាំមិនទាន់អាចចូលរៀនបាន វាថាអវិជ្ជាម៉ាត់មិនស្រួលទេដូចពុកចឹងពេញពុកអត់រងថ្ងៃមានអាការដើរលីសែងរត់តោដប់លោកបន្លែមហូបហ្នឹងបើយើងចេះអសរទៅយើងរៀនបានចេះទៅក៏លោកអាចមានរបរអីមកជំនាញអីទៅយើងអាចគាត់បាន នៅក្នុងដំណើរជីវិតរបស់លោកមុនមែនគ្មានវិនាទីណាដែលលោកមិនខំនោះទេប៉ុន្តែបើខំហើយលោកនៅតែមិនមានលោកចាត់ទុកថានេះគឺជាជីវិតហើយលោកក៏មិនចង់ឲ្យនរណាម្នាក់មើលងាយអំពីការខំប្រឹងប្រែងរបស់លោកនិងអ្នកខំប្រឹងដើម្បីរស់ដទៃទៀតដែរ អ្នកស្រុកឃើញយើងចេញមករកអញ្ចឹងណាឮតែចេញរកមិនដែលមានពេលសម្រាប់មិនបើមិនឃើញមានដូចគេទៅរកដូចឯងហ្នឹងមិនក៏មានអញ្ចឹងណាអ្នកខ្លះគេវាយតម្លៃយើងថាយើងទៅហ្នឹងសង្ស័យទៅដល់តលេង គេក៏រកបានយើងរកបានប៉ុន្តែមនុស្សម្នាក់ៗហ្នឹងវាតែងតែមានអ្នកខ្លះទៅក៏រកបានទៅអ្នកខ្លះក៏រកមិនសូវបានហ្នឹងទៅមិនមែនថាចង់មានបានទេអូនចង់មានបានដូចគេប៉ុន្តែបើសិនជាទន្ទឹមនឹងរកហើយយើងអត់បានដូចគេសុំតែមករស់តែសុំកុំអ្នកទាំងអស់ហ្នឹងកុំងាកងាយដល់ពួកខ្ញុំអ្នកប្រឹងប្រែង